Xưa đây nè tao kia Spacom mà càng channel một nhóm hay ngàyนี้ខ្ញុំមាន laptop មួយដែលចង់បង្ហាញដល់អ្នកនេះគឺជា Lenovo Electro G5000 IRX9 អញ្ចឹងសម្រាប់អ្នកដែលត្រូវការ laptop យកទៅលេង game ខ្ញុំគិតថា model មួយនេះគឺស័ក្តិសមសម្រាប់អ្នកទាំងគ្នាហ្មងអញ្ចឹងឥឡូវយើងទៅមើលរូបរាងវាបន្តិចមុននឹងខ្ញុំនិយាយពី spec របស់វាអូខេបាទសម្រាប់ model មួយនេះដូចទាំងអស់គ្នាឃើញអញ្ចឹងគឺរូបរាងវាស្អាតមែនតើហើយជាមួយនឹង keyboard របស់វាក៏មាននៅ backlit keyboard ដែរអញ្ចឹងវាមានពន្លឺនៅពីក្រោម keyboard របស់យើងដើម្បីងាយស្រួលធ្វើការមិនថាកលៈទេសៈពន្លឺល្ងិតឬក៏ភ្លឺវាងាយស្រួលនៅពេលដែលយើងធ្វើការណាហើយសម្រាប់រូបរាងវាខាងក្រៅដូចទាំងអស់គ្នាបានឃើញនៅពេលនេះគឺនេះវាមាននៅ USB C1 ហើយអានេះគឺជាគេហៅថាប៊ូតុងសម្រាប់បិទបើកទៅលើ webcam របស់យើងហើយជាមួយនឹងRON audio ជាមួយនឹង USB បាទ port អូខេវាមានតែមួយជាងទេហើយដល់ឡែកខាងនេះវិញគឺអត់មានទេអញ្ចឹងវាទុកនៅណាទុកនៅក្រោយវិញទាំងអស់បាទអូខេនៅខាងក្រោយនេះដូចតែឃើញអញ្ចឹងបងប្អូនគ្នាគឺវាមាននៅ RON USB 1 2ហើយនៅពីក្រោយហើយជាមួយនឹង HDMI ហើយនឹង RON networking ហើយដល់ឡែកអានេះវិញគឺជាកន្លែងសាកថ្មរបស់វាណា RON សម្រាប់សាកថ្មហើយវាមាននៅនេះ RON ខ្យល់2សម្រាប់បញ្ចេញខ្យល់ដើម្បីឲ្យម៉ាស៊ីនហ្នឹងវាត្រជាក់កុំឲ្យវាក្តៅបាទនេះរូបរាងវាមើលចេះថាស្អាតមែនតើបងប្អូនគ្នាបាទអូលយបងប្អូនគ្នាអូខេបាទតើគ្នាសម្រាប់ model មួយនេះដែរគឺវាមានអេក្រង់ 15.6 អ៊ីនហើយសម្រាប់ refresh rate របស់វាគឺរហូតដល់ទៅ140 Hz ចុះវាងាយស្រួលនៅក្នុងការលេង game ខ្លាំងមែនតើសម្រាប់បងប្អូនមើលទៅគឺត្រជាក់ភ្នែកលេងស្រួលហើយសម្រាប់ resolution របស់វាគឺបានត្រឹមតែ full HD ទេវាអត់ដល់ 2K 4K អីទេតែគាត់ថាកម្រិតច្បាស់របស់វានេះបងប្អូនហើយអត់មាន flare មានន័យថាកុងពលឺមកអីទេឃើញមើលទៅច្បាស់ស្រួលមកអញ្ចឹងកាច់លើក្រោមអីមើលទៅឃើញមើលពីជាងអីមើលឃើញស្អាតបាទអូខេដល់ឡែកសម្រាប់ថ្មវិញបងប្អូនថ្មរបស់វាគឺអាចនិយាយថាវាកាន់បានតែ3ម៉ោង4ម៉ោងទេសម្រាប់ការប្រើប្រាស់ទៅលើការងារធម្មតាទូទៅអីណាប៉ុន្តែបើសម្រាប់ gaming វិញគឺអត់ទេចប់ហើយថ្ម gaming មួយគឺអត់មានថាអាចកាន់បានយូរទេអញ្ចឹងអ្នកដែលចង់រំពឹងថាទិញអាហ្នឹងឯងរំពឹងថាប្រើថ្មបានយូរកុំអីបាទហើយដល់ឡែកបន្តមកទៀតនេះគឺខ្ញុំនឹងប្រាប់ពី spec ជូនអ្នកនរគ្នាថា model មួយហ្នឹង Electro G5000 ហ្នឹងវាមាន spec ប្រមាណចាឥឡូវយើងចូល task manager អ្នកនរគ្នាដើម្បីយើងមើលជាក់ស្ដែងបាទអូខេចូល performance អញ្ចឹងសម្រាប់ model មួយនេះដែរគឺវាមាននៅ CPU Intel Core i7 ជំនាន់ទី13ហើយជាមួយនឹង memory 16GB ហើយសម្រាប់ memory នេះគឺយើងអាច update បន្ថែមទៀតបានសម្រាប់ memory ណាហើយសម្រាប់ hard disk របស់វាក៏អាច upgrade បន្ថែមទៀតបានដែរគឺវាប្រើនៅ SSD ហើយចឹងវាដើរលឿនមែនទែនដល់ពេលដែលយើងទៅឡើងឬក៏បើក Windows មកហើយបើកកម្មវិធីផ្សេងៗគឺវាដើរលឿនហើយសម្រាប់space របស់វាហ្នឹងគឺវាមានដល់ទៅ 512GB បាទអូខេហើយសម្រាប់ Wi-Fi គឺប្រើនៅជំនាន់ទី6ជាមួយនឹង GPU របស់វាមាន2មាន Intel Graphics 1ហើយជាមួយនឹង GPU Nvidia GeForce RTX 4050មួយដែលមាន 6GB ហើយជាប្រភេទ GDR ជំនាន់ទី6ទៀត GDR6 បាទហ្នឹងហើយអូខេអ្វីដែលខ្ញុំបង្ហាញដល់អ្នកគ្នាហ្នឹងគឺមានប៉ុណ្្នឹងហើយខ្ញុំគិតថាបើសិនជាអ្នកទាំងគ្នាចង់បាន laptop យកទៅលេង game យកទៅធ្វើការងារ graphic design video editing ឬមួយក៏ចង់ធ្វើការងារទូទៅអីក៏បានដែរខ្ញុំគិតថាវាល្អមែនទែនសម្រាប់ laptop មួយ model នេះហើយតម្លៃរបស់វាវិញទង់$940ទេអាចរកបាននៅហាង NTL showroom បាទអាចមករកនៅផ្ទាល់បានហើយខ្ញុំនឹងដាក់លេខទូរស័ព្ទក៏ដូចជាព័ត៌មានផ្សេងៗតាក់ទងជាមួយនឹងហាងផ្ទាល់អញ្ចឹងបងប្អូនអាចទៅរកនៅហាងផ្ទាល់បានហើយបញ្ជាក់ផងដែរបងប្អូនសម្រាប់ហាងកុំព្យូទ័រនេះអាចបង់លក់បានជាមួយនឹងហាងផ្ទាល់បានឬមួយក៏ជាមួយនឹងខាងធនាគារណាក៏បានដែរដែលអាច
មាននៅហាងបាទអូខេអរគុណច្រើនដល់អ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយហ្នឹងហើយបើសិនតែអ្នកគ្នាមានចំណុចអ្វីឬក៏ចង់ដឹងព័ត៌មានអ្វីបន្ថែមអាច comment សួរខ្ញុំបានបាទអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ